ជំរាបសួរបងប្អូនជាទីគោរពស្ទីស្រឡាញ់ទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel YouTube ដែលនិយាយអំពីការចុះស្រាវជ្រាវពីប្រាសាទបុរាណខ្មែរយើងហើយថតជាវីដេអូខ្លីៗបាទប៉ុន្តែថ្ងៃនេះខ្ញុំសូមចែករំលែកព័ត៌មានមួយទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗនៅប្រាសាទព្រះវិហារបាទអញ្ចឹងមុននឹងលើកយកព្រឹត្តិការណ៍សំខាន់ៗខ្ញុំសូមជម្រាបពីប្រវត្តិសង្ខេបឬក៏ប្រវត្តិត្រួសតាក់ទងប្រាសាទព្រះវិហារជាមុនសិនបាទប្រាសាទព្រះវិហារនេះគឺមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃជួរភ្នំដងរែកដែលមានរយៈកម្ពស់625ម៉ែត្រស្ថិតនៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារប្រទេសកម្ពុជាប្រាសាទនេះបានចាប់ផ្ដើមកសាងតាំងពីរជ្ជកាលព្រះបាទយសោវរ្ម័នទី1ចុងសតវត្សទី9រហូតដល់រជ្ជកាលព្រះបាទសូរ្យន្ទទី2សតវត្សទី12ដើម្បីឧទ្ទិសទៅដល់អទិទេពព្រះឥសូរក្នុងព្រហ្មញ្ញសាសនាហើយមួយទៀតដោយបងប្អូនបានជ្រាបមកហើយគឺប្រហែលជា2ថ្ងៃមុនជាព្រឹត្តិការណ៍សំខាន់គឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025តើថ្ងៃទី15ខែមិថុនានេះមានព្រឹត្តិការណ៍អ្វីគួរឲ្យយើងកត់សម្គាល់បាទអញ្ចឹងថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះជាខួបលើកទី63ឆ្នាំបើយើងគិតតាំងពីឆ្នាំគិតពីថ្ងៃ15ខែមិថុនាឆ្នាំ1962រហូតមកដល់ថ្ងៃទី15មិថុនា2025ហើយថ្ងៃនេះគឺជាថ្ងៃដែលជាប្រវត្តិសាស្ត្រទីបំផុតនៅក្នុងប្រទេសយើងគឺថាជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ នាក្រុងឡាអេប្រទេសហូឡង់បានសម្រេចឲ្យបរិជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃក្នុងសំណុំរឿងក្តីព្រះវិហារនិងក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារហើយថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីចំពោះព្រឹត្តិការណ៍សំខាន់ផ្សេងទៀតនៅព្រះវិហារនេះបាទយើងយោងតាមព័ត៌មានចុះលើគេហទំព័ររបស់រាជបណ្ឌិតសភាកម្ពុជានៅថ្ងៃសុក្រទី7ខែកក្កដាឆ្នាំ2023បានឲ្យយើងដឹងថានៅក្នុងឆ្នាំ1954បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃនៅថ្ងៃទី6ខែតុលាឆ្នាំ1959កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យប្រទេសថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យនៅថ្ងៃទី8ខែធ្នូឆ្នាំ1959ពាក្យបណ្ដឹងរបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជានៅថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជានៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារ
របស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិចប្រទេសកាណាដាក្រោមសេចក្តីសម្រេច 32(8)B.102 បាទថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទចាំបើមានព្រឹត្តិការណ៍សំខាន់ទៀតឬក៏ស្រាវជ្រាវឃើញឯកសារពីចំនួនមុនដែលតាក់ទងប្រាសាទវិហារនេះខ្ញុំសូមចងក្រងនឹងធ្វើបទបង្ហាញនៅវីដេអូក្រោយបាទហើយចំពោះរូបភាពដែលយកមកបង្ហាញនេះគឺខ្ញុំបានយកពី Google ខ្លះហើយនឹងលើ website ផ្សេងទៀតជាពិសេស website របស់រាជបណ្ឌិតសភាកម្ពុជាហើយនឹង website អាជ្ញាធរជាព្រះវិហារហើយរូបថតមួយចំនួនទៀតយកពី Facebook page ហើយជាពិសេស Facebook page Naga IKH ហើយនឹងលោក Edarat បាទអញ្ចឹងសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទសូមជម្រាបលា